ស្ដីបងប្អូនទាំងអស់គ្នាកាលពីចុងសប្តាហ៍មុននេះខ្ញុំនិងក្រុមគូសាបាននាំគ្នាទៅលេងគេហៅថា Air Force Museum បើបកជាខ្មែរគឺថាកន្លែងដែលគេតាំងពីពណ៌ដូចជាកន្លែងដាក់យន្តហោះចម្បាំងអីអញ្ចឹងបងប្អូនរបស់ប្រទេសសហរដ្ឋអាមេរិកប៉ុន្តែយន្តហោះចម្បាំងទាំងអស់ហ្នឹងគឺមានរយៈកាលយូរអង្វែងមកហើយគេតាំងនិយាយទៅគឺអត់មានដំណើរការអីទៀតទេហើយគេក៏អត់មានបានជួសជុលអីដែរបើជួសជុលខ្ញុំគិតថាក៏វាអាចដើរការបានដែរប៉ុន្តែនេះបានន័យថាដូចថាយន្តហោះទាំងអស់ហ្នឹងគឺឈប់ដើរការហើយវាចាស់ដែរហើយអញ្ចឹងហើយគេក៏យកមកតាំងនៅក្នុងសារមន្ទីរដើម្បីឲ្យយើងបានឃើញបានស្គាល់អញ្ចឹងថាកាលពីមុនមកឬក៏ដល់ឥឡូវក៏គេនៅតែប្រើយន្តហោះអញ្ចឹងដែរគ្រាន់តែថាម៉ាកផ្សេងហើយថ្មីអញ្ចឹងណាបងប្អូននេះគឺជាយន្តហោះចម្បាំងរបស់ប្រទេសសហរដ្ឋអាមេរិកដែលដូចថាយើងទៅចម្បាំងប្រទេសនីមួយអញ្ចឹងគេប្រើយន្តហោះរបៀបម៉េចអញ្ចឹងទៅគេដាក់គ្រាប់ដាក់អីអញ្ចឹងបងប្អូនហើយសម្រាប់ចូលទៅសារមន្ទីរហ្នឹងគឺយើងត្រូវការទិញសម្បត្តិគឺក្មេងក៏ត្រូវការទិញមនុស្សធំក៏ត្រូវការទិញដែរនឹងចុងបញ្ចប់នេះខ្ញុំនឹងប្រាប់ថាតម្លៃប៉ុន្មានដោយសារតែនេះខ្ញុំបានថតរូបទុកអញ្ចឹងណាបងប្អូនហើយនិយាយទៅគឺសារមន្ទីរហ្នឹងគឺធំមានទាំងខាងក្នុងហើយនិងខាងក្រៅនិយាយទៅគឺគេតាំងយន្តហោះចម្បាំងនីមួយមានតាំងពីកៅអៅកំភ្លើងគ្រាប់អីអញ្ចឹងតែទាំងអស់ហ្នឹងគឺអត់មានដើរការអីទេណាបងប្អូនគឺគ្រាន់តែចង់ឲ្យយើងឃើញថាវាអស្ចារ្យប៉ុណ្ណាហើយគេប្រើរបៀបម៉េចហើយយន្តហោះចម្បាំងខ្លះគឺធំមែនតើបងប្អូនដូចធំសង្ឃថាដឹកមនុស្សបានច្រើនមែនតើណាតែបងប្អូនហើយប៉ុន្តែគ្រួសារនាងខ្ញុំប្រាប់ថាយន្តហោះធំខ្លះគឺគេដឹកសម្រាប់ដឹកសាំងឬក៏ដាក់យន្តហោះផ្សេងទៀតផ្ទុកនៅក្នុងនឹងដល់ពេលទៅដល់កន្លែងសង្គ្រាមគឺគេទម្លាក់យន្តហោះទូចចេញពីនឹងអញ្ចឹងណាបងប្អូននេះគឺជាទស្សនវិជ្ជានៅខាងក្រៅហើយនេះគឺនឹងខ្ញុំថតពីលើបងប្អូននិយាយទៅគឺច្រើនមែនតើណាបងប្អូននេះរាប់មិនអស់ទេហើយអាហ្នឹងនៅមានផ្សេងទៀតដែលគេដាក់កន្លែងផ្សេងទៀតអញ្ចឹងបងប្អូននេះគ្រាន់តែគេដាក់ជានៅក្នុង museum មួយឯងដើម្បីឲ្យមនុស្សយើងបានឃើញអញ្ចឹងណាហើយយន្តហោះទាំងអស់នោះគឺធំមែនតើបងប្អូនអើយនិយាយទៅគិតពិតជាអស្ចារ្យហើយខ្ញុំគិតថាយន្តហោះចម្បាំងនីមួយហ្នឹងគឺពិតជារឹងមាំហើយដូចថាធ្វើការដំណើរការបានល្អមែនតើហើយនាងខ្ញុំនេះគឺជាលើកទី1ដែលបានធ្វើបានមកឃើញយន្តហោះចម្បាំងរបស់ប្រទេសសហរដ្ឋអាមេរិកបែបនេះអញ្ចឹងបងប្អូនឃើញគេដាក់ US Air Force ហើយយន្តហោះនោះគឺធំមែនតើហើយថ្ងៃហ្នឹងផងដែរគឺមេឃគឺដំណើរការល្អអត់ភ្លៀងមិនខ្យល់អាលឹមតិចហើយវាធ្វើឲ្យយើងអត់សូវក្តៅអញ្ចឹងណាអញ្ចឹងហើយគឺការដើរទៅខាងក្រៅមើលយន្តហោះទាំងអស់ហ្នឹងគឺត្រជាក់ត្រជុំមែនតើបងប្អូនហើយនិយាយទៅយន្តហោះនីមួយគេសិតតែមានលេខគេផងដែរអញ្ចឹងណាបងប្អូនហើយនេះគឺជាឧត្តមភាពកញ្ចក់អញ្ចឹងទៅនិយាយទៅនាងខ្ញុំមិនស្គាល់ឈ្មោះអីទេគ្រាន់តែដឹងថារបស់ទាំងអស់ហ្នឹងយន្តហោះទាំងអស់ហ្នឹងហើយនឹងឧត្តមភាពកញ្ចក់ទាំងអស់ហ្នឹងគឺសិតតែធ្វើសម្រាប់ការច្បាំងចេញទៅធ្វើសង្គ្រាមការពីជំនាន់សម័យមុនអីអញ្ចឹងណាបងប្អូនអញ្ចឹងហើយបានគេថាប្រទេសអាមេរិកគឺប្រកែមែនតែនខាងអញ្ចឹងហើយសម្រាប់ជនហោះខ្លះខ្ញុំគិតថាគឺបាញ់មិនធ្លុះទេបងប្អូនគឺប្រកែមាំខ្លាំងមែនតែនយន្តហោះទាំងអស់ហ្នឹងណាហើយនិយាយទៅគឺមានមនុស្សមកចូលទស្សនាច្រើនបងប្អូនគាត់នេះខ្ញុំអត់បានថតគេហើយក៏ខ្ញុំអត់សូវហ៊ានថតគេដែរណាជួនកាលគេអាចប្រកាន់ដែរអញ្ចឹងនេះខ្ញុំថតតែក្រុមគូសានេះខ្ញុំហើយដើរមើលអញ្ចឹងណាបងប្អូនហើយនេះដូចរបៀបក្របទូចដែលគេដាក់សងខាងយន្តហោះអញ្ចឹងបងប្អូនហើយនិយាយទៅយន្តហោះខ្លះគឺគេនៅមានសលេងដំណើរការពេលខ្លះខ្ញុំដើរកាត់ទៅឮសលេងអីអញ្ចឹងណាគេធ្វើដូចសលេងគេ pilot គេឆ្លើយឆ្លងគ្នាអីអញ្ចឹងណាបងប្អូនថានេះខ្ញុំអត់បានបើកឲ្យឮអីអញ្ចឹងបងប្អូននិយាយទៅគឺទីលានដែលដាក់តាំងយន្តហោះទាំងអស់នោះគឺធំមែនតែននិយាយទៅគឺដើរសឹងថាដើរមកហត់ដែរបងប្អូនហ
ហើយបើយើងចង់ឃើញផ្ទាល់ច្បាស់យើងឡើងទៅលើកម្មចដាទៅយើងឃើញទាំងអស់តែម្ដងហើយយន្តហោះខ្លះគឺធំមែនតើខ្ញុំនិយាយឃើញយន្តហោះនេះគឺធំដូចយើងដឹកដាក់ដំណើរបានច្រើនណាគេហៅដូចថា international អញ្ចឹងគឺធំមែនតើណាបងប្អូននេះខ្ញុំថតវីដេអូអញ្ចឹងមើលទៅអត់សូវធំខ្លាំងទេតែបើនៅក្រៅគឺធំមែនតើនេះខ្ញុំមិនដែរឃើញអញ្ចឹងឯងបងប្អូននិយាយទៅលើកទី1ឯងហើយអានេះនៅក្នុងវិញគឺគេបានដាក់តាំងដូចជាកៅអៅទាហានកៅអៅអ្នកបើកបរអីអញ្ចឹងមួកចម្បាំងមួកអីអញ្ចឹងបងប្អូននេះខ្ញុំនិយាយទៅគាត់ទៅថតត្រួសហើយនេះខ្ញុំក៏មិនសូវស្គាល់រៀបរាប់មិនដែរគាត់ទៅចង់ឲ្យបងប្អូនឃើញថារបៀបមិនអីអញ្ចឹងបងប្អូនហើយនៅក្នុងនេះផងដែរគេក៏មានលក់អនុស្សាវរីយ៍ខ្លះៗដូចជាយន្តហោះទូចឲ្យយើងគេលើយើងចង់មើលហើយយើងចង់ទិញទៅជាអនុស្សាវរីយ៍អីអញ្ចឹងបងប្អូននិយាយទៅមិនសូវថ្លៃទេមួយជាង10រៀលអីអញ្ចឹងណាកូននេះខ្ញុំទិញមួយដែរហើយសម្រាប់អនុស្សាវរីយ៍ហើយនិយាយទៅដើរមកចូលមកក្នុងវិញនិយាយទៅបានថតរូបខ្លះតិចតួចអញ្ចឹងទៅថតវីដេអូចែកអ្នកទាំងអស់គ្នាមើលតែប៉ុណ្្នឹងឯងហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនហើយអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានមើលវីដេអូរបស់នាងខ្ញុំណាហើយជូនពរអ្នកទាំងអស់គ្នាសុខសប្បាយ